បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះព្រឹកនេះឲ្យចំណៃមុននឹងមានចំណុចខ្លះចង់ប្រាប់បងប្អូនចំណុចដែលយើងគួរជៀសវាងការចិញ្ចឹមមិននៅក្នុងផ្ទះណាបងប្អូនដើម្បីកុំឲ្យមិនយើងមានជំងឺមានអីណាបងប្អូនវាមានអីច្រើនទេបងប្អូនចំណុចនោះគឺងាយស្រួលបងប្អូនគឺមិនចាំបាច់ទៅរណារអុយទេបងប្អូនមើលវីដេអូនេះឲ្យដល់ចប់នឹងដឹងថាចំណុចនេះមានអ្វីខ្លះហើយបងប្អូនមុននឹងជម្រាបជូនបងប្អូនក៏សូមខន្តីអភ័យទោសចំពោះបងដែលបានចិញ្ចឹមមុនហើយក៏បើសិនតែខ្ញុំបាទមានចំណុចខ្វះខាតអីក៏ជួយពេញផងបាទចំណុចដែលយើងគួរជៀសវាងទី1គឺការយកចំណីមកពីខាងក្រៅបងប្អូនចំណីនោះមិនមែនថាចំណីយើងទិញចំណីទិញអាហារទិញអីទេណាបងប្អូនដែលថាទិញអាហារចំណីមិនណានោះវាអត់អីទេប៉ុន្តែដែលអាហារនោះគឺជាអាហារដូចថាយើងទិញមកពីផ្សារម្ហូបអាហាររបស់យើងដែលយើងទទួលទានជាប្រចាំណាបងប្អូនចំពោះសាច់ត្រីអត់អីទេបងប្អូនតែជួនកាលបងប្អូនទិញម្ហូបដែលមានសាច់គោសាច់មិនសាច់ជ្រូកសាច់ទាកប៉ាមកពីណាពីណីណាបងប្អូនបើគួរជៀសបានពេលបើយើងបរិភោគសល់អីគឺយើងគួរចាក់ចូលឲ្យឆ្ងាយបងប្អូនយកឬក៏យើងត្រូវជីកកប់ជីអីវាទៅបងប្អូនជៀសវាងកុំឲ្យមិនយើងបើបងប្អូនឲ្យមិនជួនកាលយើងមិនដឹងថាសាច់នោះមានជំងឺឬមិនទេណាបងប្អូនយើងឲ្យទៅធ្វើឲ្យមិនយើងឈឺហើយទី2ឲ្យមិនយើងនៅកន្លែងស្លាស់នេះដូចទីធ្លាស្លាស់ចេះមានខ្យល់អាកាសមានពន្លឺព្រះអាទិត្យឲ្យបានគ្រប់គ្រាន់បងប្អូនជួនកាលបងប្អូនមួយចំនួនគិតចិញ្ចឹមដាក់ទ្រុងហប់នោះរួចគិតថាមិនខ្ញុំឧស្សាហ៍ឈឺមិនខ្ញុំឧស្សាហ៍ឈឺទេណាបងប្អូនរឿងអីមានឧស្សាហ៍ឈឺបងប្អូនព្រោះគ្នាអត់មានខ្យល់គ្រប់គ្រាន់អត់មានពន្លឺអត់មានអីធ្វើឲ្យគ្នាស្រូបដើម្បីបំពេញសារពាង្គកាយរបស់គ្នាបែបធម្មជាតិណាបងប្អូនហើយគួរជៀសវាងមិនឲ្យមិនដើរខាងក្រៅផ្ទះច្រើនពេកទេបងប្អូនមិនយើងចិញ្ចឹមនៅក្នុងផ្ទះយើងហុំយល់ល្អយើងមានជាកលាស្នាញ់ជាញែងនោះស្បៃណាបងប្អូនគឺយើងហុំកុំឲ្យវាដើរចេញទៅណាឆ្ងាយដើម្បីជៀសវាងការដើរស៊ីចំណីខាងក្រៅទៅធ្វើឲ្យប៉ះពាល់មិនបងប្អូនគឺជួនកាលមិនដឹងថាស៊ីអីគេបោះអីចូលទេណាបងប្អូនទៅក៏ធ្វើឲ្យមិនយើងឈឺបងប្អូនជួនកាលនោះឆ្លងពីមិនអ្នកផ្សេងគេចិញ្ចឹមគេអុយទូក៏មិននោះមានជំងឺកាលណាមានជំងឺធ្វើឈឺដល់មិនយើងមានចំណុចជាច្រើនបងប្អូនហើយបើសិនតែបងប្អូនចង់ឲ្យមិនធំធាត់បងប្អូនគួរតែផ្ដល់ដូចជាក្រឹបអង្គខ្លះលេងឲ្យស៊ីសត្វអិតខ្លះហើយជៀសវាងការផ្ដល់ចំណីច្រើនពេកបងប្អូនដូចមិនតូចអីនេះតូចប៉ុណ្ណេះអីបងប្អូនកាលណាបងប្អូនផ្ដល់ចំណីឲ្យច្រើនពេកមិនល្អដែរបងប្អូនគឺផ្ដល់ឲ្យមានតុល្យភាពជាមួយនឹងសត្វមិនបងប្អូនគឺខ្ញុំបាទដាក់ក្រឹបអង្គមួយព្រឹកតែមួយកំប៉ុងទេបងប្អូនសម្រាប់មិនប៉ុណ្ណេះគឺគ្រប់គ្រាន់ណាបងប្អូនព្រោះអីពេលថ្ងៃมันអាចរកចំណីដោយខ្លួនឯងហើយដូចថាទីធ្លា
ខ្ញុំបាទចេះរៀងទលំទលាយដែរប៉ុន្តែខ្ញុំបាទអត់ដល់ចេញទៅក្រៅទេខ្ញុំបាទឲ្យនៅតែក្នុងទីធ្លាទៀតទេទៅមើលមិនខ្ញុំបាទគឺមិនដែលមានជំងឺទេបងប្អូនសឹងតែចិញ្ចឹមមិនដែលប្រើវ៉ាក់សាំងផងនិយាយរួមទៅខ្ញុំមិនដែលបានប្រើវ៉ាក់សាំងទេដោយសារខ្ញុំមិនអោយមិនចេញទៅក្រៅហើយក៏ចំណីក៏ខ្ញុំមិនដាក់ឲ្យផ្ដេសផ្ដាស់ដែរបងប្អូនមើលដេញគ្នាទៅនើមចំណីខ្វះទេហាច់មើលបាសអោយប៉ុន្តែមិនដេញមិនបានទៅនើមទៅជើឯណាអស់នេះអាចហេពេញដីនេះគេទូចទេទៅដាក់ឯណាអស់មកកំប៉ុងម្នាក់ឯងហើយមួយវិញទៀតទោះបីជាបងប្អូនចិញ្ចឹមក្នុងផ្ទះក៏ដោយបងប្អូនគប្បីដូរទឹកដាក់ទឹកស្អាតជារៀងរាល់ថ្ងៃឬជាប្រចាំបងប្អូនជួនកាលក្នុងថ្ងៃនោះមានដីជឿនខ្យល់បក់ឬក៏មិនមើលទៅជឿនផ្លាក់ប្រប្លោះទឹកល្អក់ក៏អាចធ្វើមិនយើងមានជំងឺដែរបងប្អូនគឺជៀសវាងប្រើទឹកស្អាតជាប្រចាំបងប្អូនដោយតែមនុស្សយើងផឹកទឹកបើផឹកទឹកល្អក់គេផឹកទឹកល្អក់យើងផឹកដែរនេះបងប្អូនគឺគប្បីយើងប្រើទឹកស្អាតបងប្អូនប្រើទឹកស្អាតគឺมันងាយមានជំងឺទេបងប្អូនហើយបើបងប្អូនចង់ផ្សំថ្នាំបុរាណខ្មែរយើងមិនងាយឲ្យมันឈឺខ្ញុំប្រាប់ក្នុងវីដេអូនេះតែម្ដងទៅចាស់ដើម្បីកុំឲ្យបងប្អូនថាខ្ញុំប្រាប់ចំណុចមុនចំណុចរាក់ស្រាលសម្បកដែលធ្វើឲ្យมันប្រឆាំងនឹងជំងឺបានគ្រប់ទាំងអស់បងប្អូនសម្បកស្វាយចន្ទីបើបងប្អូនមានប៊ីសភៅក៏កត់ទៅបងប្អូនសម្បកស្វាយចន្ទីសម្បកស្ដៅបងប្អូនមើមខ្ទឹមដេងនិងស្លឹកគ្រៃបងប្អូនដំបុកឲ្យម៉ត់ដាក់លាយទឹកត្រាំឲ្យมันផឹកបងប្អូនគឺมันចេះមានជំងឺមិនចេះឈឺទេបងប្អូនគឺរួចប្រាំងរួចវស្សាស្ដៅគឺជាថ្នាំត្រជាក់បងប្អូនពេលมันគ្រុនឬក៏ពេលมันមិនថាมันគ្រុនតែมันក្តៅអីសុខភាពអត់ល្អអញ្ចឹងណាបងប្អូនជួនកាលនេះយើងនោះសក់ក៏ឈឺដែរមិនបាក់ចាញ់ទៅណាទេគឺថ្នាំខ្មែរពិសេសបងប្អូនបើបងប្អូនអាចកត់ទៅបងប្អូនស្វាយចន្ទីស្ដៅស្លឹកគ្រៃធំដេងបងប្អូនបុកឲ្យម៉ត់ពូតបើបងប្អូនបើដូចសម្បកស្វាយចន្ទីអីបងប្អូនមិនបាច់បុកទេបងប្អូនឲ្យសើឲ្យវាពីគ្រាន់តែត្រាំគឺវាចេញទឹកហើយស្វាយចន្ទីស្ដៅនោះប៉ុន្តែស្លឹកគ្រៃបើយើងមិនបុកវាអត់ចេញជាតិទេបងប្អូនដូចនឹងដេងអីបងប្អូនដាក់ឲ្យมันផឹកទៅបងប្អូនគឺមិនចេះឈឺថ្នាំខ្មែរបងប្អូនប្រាប់បងប្អូនតែម្ដងគឺបងប្អូនចិញ្ចឹមមិនចេះឈឺទេធ្វើមិនសម្បត្តិធំបងប្អូនអត់ឈឺទេមិនធំអស់ហើយណាគោតតែនោះផ្អើលម្ចាស់អត់ដូចវគ្គមុននឹងឡើងជិះជិនម្ចាស់នោះអត់ចេះខ្លាចទេបាទវីដេអូខ្ញុំបាទមានតែប៉ុណ្្នឹងទេបងប្អូនអរគុណចំពោះការតាមដានទស្សនានៅវីដេអូខ្ញុំបាទបើសិនជាបងប្អូនចូលចិត្តក៏កុំភ្លេចចុច like share និងចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗអំពីខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទ